សាក្រៃក្រចំនួន15នាក់មកពីស្រុកថ្មគោស្រុកឯកភ្នំនិងក្រុងបាត់ដំបងដែលជាប់សញ្ញាបត្របាក់ឌុបរួចហើយប៉ុន្តែពួកគេពុំមានលទ្ធភាពទៅរៀននៅសាកលវិទ្យាល័យនិងពុំមានថវិកាដើម្បីបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យនោះទេទោះបីជាយ៉ាងណាក៏ដោយពួកគេមានស្មារតីនិងឆន្ទៈមោះមុតចង់បន្តការសិក្សានៅសាកលវិទ្យាល័យដើម្បីអនាគតដ៏ភ្លឺថ្លាបច្ចុប្បន្នពួកគេក៏កំពុងទទួលបានការឧបត្ថម្ភអាហារូបករណ៍ពីមូលនិធិ Smith Stonegen តាមរយៈអង្គការប្រតិបត្តិការកុមារកម្ពុជាឥឡូវយើងមកជួបនិស្សិតចិនមករាទាំងអស់គ្នាដែលជានិស្សិតចេញពីគ្រួសារមានជីវភាពខ្វះខាតម្នាក់រស់នៅក្នុងស្រុកឯកភ្នំទាំងអស់គ្នាជម្រាបសួរខ្ញុំបាទឈ្មោះចិនមករារស់នៅភូមិស្ដីក្រោមឃុំព្រែកឌួងស្រុកឯកភ្នំខេត្តបាត់ដំបងសប្តាហ៍ថ្ងៃខ្ញុំមានអាយុ21ឆ្នាំហើយនៅក្នុងគ្រួសារខ្ញុំគឺជាកូនតូចក្នុងថ្ងៃអនាគតសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំមានក្តីស្រមៃចង់ក្លាយជាវិស្វករខាងផ្នែកកុំព្យូទ័រគឺបច្ចេកវិទ្យាគឺចង់ក្លាយជាអ្នកសរសេរកូដ mobile app ឬក៏កូដកម្មវិធីសម្រាប់ឲ្យធនាគារសាលាឬក៏ភោជនីយដ្ឋានផ្សេងឪពុករបស់ខ្ញុំគឺគាត់ទទួលមរណភាពកាលពីខ្ញុំនៅអាយុ3ឆ្នាំចំពោះម្ដាយរបស់ខ្ញុំគឺគាត់ប្រកបមុខរបរស៊ីឈ្នួលច្រូតកាត់ដាំដុះតាមរដូវកាលរបស់អ្នកស្រែចម្ការបញ្ហាដែលធ្វើឲ្យខ្ញុំមិនអាចចូលសិក្សានៅសាកលវិទ្យាល័យបានទី1ដោយសារតែគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាតដោយសារតែម្ដាយរបស់ខ្ញុំគឺគាត់ទំនុកម្រងតែម្នាក់ឯងគឺគាត់ដើរតួជាឪពុកផងជាម្ដាយផងដូច្នេះធ្វើឲ្យថវិកានិងចំណូលរបស់គ្រួសារខ្ញុំមិនមានលទ្ធភាពអាចឲ្យរៀនដល់សាកលវិទ្យាល័យបានទេដោយសារតែមុខរបររបស់គាត់មួយថ្ងៃគឺបានត្រឹមតែអាហារ3ពេលនិងថ្លៃផ្គត់ផ្គង់ទីទួចតែប៉ុណ្ណោះដោយសារតែក្នុងសាកលវិទ្យាល័យគឺយើងត្រូវការចំណាយលើសាលាជាមួយនឹងសម្ភារៈដូច្នេះហើយធ្វើឲ្យយើងមិនអាចចូលរៀននៅសាកលវិទ្យាល័យបានមុននឹងជួប OEC ខ្ញុំតែងស្រមៃថាខ្ញុំនឹងអាចទៅរៀននៅសាកលវិទ្យាល័យនៅក្នុងថ្ងៃណាមួយបានក៏ប៉ុន្តែខ្ញុំអត់ហ៊ានរំពឹងថាខ្ញុំនឹងអាចចូលរៀនបាននៅថ្ងៃណាទេវាគ្រាន់តែជាក្នុងក្តីស្រមៃរបស់ខ្ញុំសម្រាប់ការឧបត្ថម្ភរបស់ OEC គឺខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងរំភើបជាខ្លាំងដោយសារតែ OEC បានជួយសម្រេចក្តីស្រមៃឬក៏គោលបំណងរបស់ខ្ញុំដ៏ធំនៅក្នុងឆាកជីវិតដែលខ្ញុំចង់បន្តទៅរៀននៅក្នុងសាកលវិទ្យាល័យបាទចំពោះនិស្សិតចិនមករានេះឃើញថាអេរយាប័តរបស់គាត់ល្អបានការមករៀនទៀងទាត់តាន់ពេលវេលាគាត់យកចិត្តទុកដាក់ក្នុងការសិក្សាបាទគាត់ចូលរួមគ្រប់សកម្មភាពបាទរបស់សាកលវិទ្យាល័យបាទដែលបានដាក់ជូននៅក្នុងកម្មវិធីសិក្សាបាទមុនពេលដែលខ្ញុំបានចូលសិក្សានៅសាកលវិទ្យាល័យគឺខ្ញុំមិនទាន់មានចំណេះដឹងខាងបច្ចេកវិទ្យាខ្លាំងនោះទេខ្ញុំគ្រាន់តែដឹងព័ត៌មានត្រួសអំពីបច្ចេកវិទ្យាក្រោយមកទៀតខ្ញុំបានចូលសិក្សានៅសាកលវិទ្យាល័យខ្ញុំបានសិក្សាដឹងច្រើនថាបច្ចេកវិទ្យាយើងគឺមានច្រើននិងធំទូលាយណាស់គឺយើងមានច្រើនបែបដូចជាខាងវិស័យប្រព័ន្ធខាងវិស័យសរសេរកូដខាងវិស័យ edit design UX UI សម្រាប់បច្ចុប្បន្នគឺខ្ញុំបានដឹងច្រើនជាងខ្ញុំសិក្សាតែសម្រាប់ការខ្ញុំអាចធ្វើបានគឺខ្ញុំអាចសរសេរ website នៅក្នុងកម្មវិធីគ្រឹះរបស់កូដជាមួយនឹងការជួសជុលកុំព្យូទ័រមួយចំនួនដូចជាការតម្លើង hard disk កុំព្យូទ័រខូច hardware ជាប់ BIOS នៅមូលដ្ឋានគ្រឹះខ្ញុំធ្វើការហាត់ការនៅសាលាគឺខ្ញុំបានទៅប្រាក់លើកទឹកចិត្តតិចតួចថ្ងៃខ្ញុំអាចទទួលបាន 5,000 ទៅ 10,000 រៀលនៅក្នុងការឈូសកុំព្យូទ័រការតម្លើង Wi-Fi តម្លើង router ជួយកុកខ្សែ network និងរៀបចំកុំព្យូទ័រឲ្យមានរបៀបរៀបរយបាទគម្រោងនេះជាការយល់ឃើញមកខ្ញុំឃើញថាល្អបាទដោយសារតែប្រជាជនកម្ពុជាយើងបាទគឺមានការខ្វះខាតច្រើនទាក់ទងទៅនឹងខាងផ្នែកសេដ្ឋកិច្ចបាទអញ្ចឹងនិស្សិតដែលគាត់បញ្ចប់ការសិក្សានៅថ្នាក់ទី12មួយចំនួនគឺគាត់អត់បានបន្តការសិក្សានៅសាកលវិទ្យាល័យទេបាទអញ្ចឹងយើងឃើញថាការចូលរួមចំណែករបស់អង្គការនេះពិតជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជាជាសនោពររបស់ខ្ញុំតំណាងឲ្យសាកលវិទ្យាល័យគឺស្នើសុំឲ្យខាងម្ចាស់ជំនួយក៏ដូចជាអង្គការនៅតែបន្តគម្រោងការជួយដល់និស្សិតហ្នឹងឲ្យមាននិរន្តរភាពបន្តទៅទៀតបាទដើម្បីជាការចូលរួមចំណែកមួយក្នុងការផ្ដល់ឱកាសដល់សិស្សដែលគាត់អត់មានលទ្ធភាពក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យបាទគុណលោកគ្រូតាមទៀតរបស់ខ្ញុំនៅពេលដែលខ្ញុំបញ្ចប់សាកលវិទ្យាល័យខ្ញុំនឹងអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាខាងសរសេរកូដឬក៏កម្មវិធីហើយនឹងក្លាយជាអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យាអភិវឌ្ឍផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាឲ្យមានការឈានទៅមុខនិងរីកចម្រើន
ប្រសើរឡើងជាង80ដងខ្ញុំសូមអរគុណដល់អង្គការ OIC ដែលជួយទំនុកបម្រុងខ្ញុំឲ្យបានចូលរៀនសូត្រនិងជួយសម្រេចក្តីបំណងរបស់ខ្ញុំដែលចង់បានសិក្សានិងចង់បានចំណេញមួយដែលច្បាស់លាស់ហើយជាចុងក្រោយខ្ញុំសូមឲ្យអង្គការ OIC កាន់តែរីកចម្រើនទៅមុខនិងសូមឲ្យបុគ្គលិក OIC ទាំងអស់មានសុខភាពល្អស្ថាបពលៈសម្បូរព្រៀងទៀតឡើយអរគុណ